ជំរាបសួរបាទខ្ញុំខុនមែននៅក្នុងវីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាសត្វទាំង9ប្រភេទដែលមានជីវិតនៅលើពិភពលោករបស់យើងម្យ៉ាងទៀតពួកវាគឺជាសត្វមួយដែលវាប្រហែលជាកាច់សាហាវទៅទស្សនាទាំងអស់គ្នាតើមានសត្វប្រភេទអ្វីខ្លះសត្វទី1សត្វខ្លាពួកវាគឺជាសត្វខ្លាមួយប្រភេទដែលធ្វើការវាយប្រហារស្ងៀមស្ងាត់ស្នាមខាំរបស់វាគឺជាកាំបិតមួយដើម្បីទប់ទម្លុះនៅលើសាច់របស់សត្រូវនៅពេលដែលពួកវារកអាហារពួកវាតែងតែលបស្ងាត់ដូចជាសត្វឆ្មានាបច្ចុប្បន្នដែលសត្វខ្លាប្រភេទនេះមានទម្ងន់ទៅដល់300គីឡូរីឯរបឿនរបស់វានៅក្នុង1ម៉ោងអាចរត់បានទៅដល់60គីឡូម៉ែត្រក្នុង1ម៉ោងម្យ៉ាងទៀតពួកវាអាចលូតបានទៅដល់10ម៉ែត្រដែលសត្វខ្លាប្រភេទនេះអាចខំចំណីធំជាងខ្លួនវាទៀតនិងខំទាញយកទៅស៊ីដោយងាយស្រួលមិនថាចំណីរបស់វាធំជាងខ្លួនវាក៏ដោយសត្វទី2សត្វតោនេះគឺជារាជាក្នុងព្រៃសាវ៉ាណាសត្វតោគឺជាសត្វមួយប្រភេទដែលធ្វើការវាយប្រហារជាក្រុមដែលសត្វតោប្រភេទនេះទុកវាយប្រហារអាហាររីឯសត្វតោប្រភេទឈ្មោលពួកវាទុកការពារសត្រូវមានដូចជាសត្វតោប្រភេទផ្សេងនិងសត្វដទៃផ្សេងទៀតដែលចង់វាយប្រហារសត្វតោដែលសត្វតោប្រភេទឈ្មោលមានទម្ងន់ទៅដល់200គីឡូរីឯសត្វតោប្រភេទនេះពួកវាអាចរត់បានទៅដល់80គីឡូម៉ែត្រនៅក្នុង1ម៉ោងទី3សត្វខ្លាឃ្មុំ Grizzly ដែលសត្វខ្លាឃ្មុំប្រភេទនេះធំពេញវ័យមានទៅដល់360គីឡូនៅពេលដែលពួកវាឈរមានកម្ពស់ទៅដល់3ម៉ែត្រដែលសត្វខ្លាឃ្មុំប្រភេទនេះមានកញ្ចក់វែងទៅដល់1តឹកដែលកំហឹងជើងមុខរបស់វាអាចទះសត្វគោមួយកំភ្លៀងសន្លប់បានដែលសត្វខ្លាឃ្មុំ Grizzly ពួកវាជួបអ្វីស៊ីហ្នឹងមានដូចជាសត្វក្តាន់ឬសត្វត្រីជាដើមសត្វទី4សត្វក្រពើសត្វក្រពើគឺជាសត្វមួយដែលមានអាយុវែងជាងគេតាំងពីសម័យដៃណូស័ររីឯចំណែកដងខ្លួនរបស់វាហាក់បីដូចជាអាវក្រោះមួយដើម្បីទប់ការពារខ្លួនរបស់វានៅពេលដែលជួបសត្រូវដោយសត្វក្រពើប្រភេទនេះពួកវាអាចមើលបានទាំងយប់ទាំងថ្ងៃដោយសត្វក្រពើប្រភេទនេះជំនាញជាងគេនៅក្នុងការវាយឆ្មក់នៅពេលដែលចំណីរបស់វាភ្លេចខ្លួនដោយសត្វទាំងនោះមានដូចជាខ្លារខិនសត្វក្តាន់ឬសត្វដទៃទៀតជាច្រើនដែលបានចុះមកផឹកទឹកដោយភ្លេចខ្លួនគឺនឹងក្លាយជាអាហាររបស់វាតែម្ដងទី5សត្វពស់អាណាខុនដានេះគឺជាសត្វពស់ដែលមានខ្លួនធំជាងគេបំផុតនៅលើពិភពលោកដោយសត្វពស់ប្រភេទនេះគ្មានពឹសនោះទេអាណាខុនដាគឺជាសត្វពស់មួយដែលមានខ្លួនវែងទៅដល់9ម៉ែត្រនិងមានទម្ងន់ធ្ងន់ទៅដល់200គីឡូចំណីរបស់វាមានដូចជាជើងព្រៃឬសត្វក្តាន់ជាដើមនិងសត្វពស់ផ្សេងដទៃទៀតម្យ៉ាងទៀតពួកវាអាចស៊ីចំណីសត្វដែលមានខ្លួនធំជាងខ្លួនវាទៅដល់2ដងដែលប្រើខ្លួនរឹតឲ្យបាក់ឆ្អឹងទើបលេបចូលទាំងមូលពួកវាប្រើពេលវេលារំលាយអាហារ1អាទិត្យទៅ2អាទិត្យដែលមិនចាំបាច់វាយប្រហារសត្វដទៃទៀតសត្វទី6សត្វខ្លាចាហ្គួរនេះគឺជាសត្វខ្លាមួយប្រភេទដែលមានកម្លាំងខាំខ្លាំងមែនទែននៅក្នុងចំណោមសត្វខ្លាទាំងអស់សត្វខ្លាប្រភេទនេះហើយដែលមានកម្លាំងខាំខ្លាំងជាងគេពួកវាគឺជាសត្វខ្លាមួយប្រភេទដែលមានខ្លួនតូចមែនទែនប៉ុន្តែកម្លាំងក្នុងការរត់គឺលឿនមែនទែនដោយសត្វខ្លាប្រភេទនេះមានកម្លាំងខាំខ្លាំងជាងសត្វតោនិងសត្វខ្លាធម្មតាទៅទៀតដោយសត្វខ្លាប្រភេទនេះមានជំនាញក្នុងការឡើងដើមឈើនិងមានការហែលទឹករកអាហារជាដើមចំណីរបស់វាមានដូចជាសត្វស្វាជ្រូកព្រៃសត្វក្តាន់ពស់និងសត្វក្រពើជាពិសេសដែលល្បីជាងគេនៅក្នុងការវាយប្រហារពស់អាណាខុនដាពួកវាគឺជាសត្វខ្លាដែលមួយគត់ដែលហ៊ានវាយប្រហារជាមួយនឹងសត្វពស់ហើយក៏បានសម្រេចផងដែរទី7សត្វឥន្ទ្រីហាពីដោយសត្វប្រភេទនេះប្រើជីវិតនៅក្នុងអាមេរិកខាងត្បូងពួកវាគឺជាសត្វមួយដែលវាយប្រហារយ៉ាងកាចសាហាវមានចំពោះនិងកញ្ញាំជើងមុតមែនទែនពីស្លាបស្ដាំដល់ស្លាបឆ្វេងមានប្រវែង2ម៉ែត្រដល់កញ្ញាំជើងរបស់វាមានប្រវែងទៅដល់1តឹក3ហ៊ុនម្យ៉ាងទៀតកញ្ញាំជើងរបស់វាអាចចាប់ម្ដងអាចនឹងវាយប្រហារបានសត្វទី8សត្វហៃយេណាសត្វហៃយេណាគឺជាសត្វមួយដែលមានការវាយប្រហារឆ្លាតមែនទែនអ្នកខ្លះគិតថាពួកវាគ្រាន់តែរកអាហារក្រោយគេតែប៉ុណ្ណោះប៉ុន្តែតាមការពិតក្នុង 70%ពួកវាអាចរកអាហារដោយខ្លួនឯងដោយសត្វប្រភេទនេះមានចង្កូមវែងមែនទែនកម្លាំងខាំរបស់វាអាចខាំធ្លុះក្បាលសត្វគោបាននៅពេលដែលវាយប្រហារពួកវាបញ្ចេញទ្វេដៃយ៉ាងឆ្លាតវៃហៃយេណាគឺជាសត្វមួយដែលវាយប្រហារជាក្រុមដែលមានការបែងចែកតួនាទីគ្នាយ៉ាងច្បាស់លាស់ខ្លះដេញខ្លះស្កាត់មុខឬឯខ្លះទៀតរងចាំក្រុមរបស់វានៅពេលដែលវាយប្រហារអ្វីដែលសំខាន់នោះដែលសត្វប្រភេទនេះតាក់ទងគ្នាដោយប្រើសំឡេងទី9សត្វមកកខមម៉ាដូដែលសត្វប្រភេទនេះប្រើជីវិតនៅលើកោះខមម៉ាដូនៅប្រទេសឥណ្ឌូនេស៊ីពួកវាគឺជាត្រកូលសត្វប្រកួយពួកវាមានជីវិតតាំងពីចុងសម័យសត្វដៃណូស័ររាប់លានឆ្នាំមកម្ល៉េះដែលគ្មានការប្រែប្រួលអ្វីនោះឡើយដែលទំហំរបស់វាពីក្បាលដល់កន្ទុយមានប្រវែង3ម៉ែត្រនិងមានទម្ងន់ទៅដល់70គីឡូក្រាមសត្វមកកខមម៉ាដូពួកវាមានដំណើរយឺតមែនទែនប៉ុន្តែនៅពេលដែលមានការវាយប្រហារគឺមានល្បឿនលឿនធម្មតាដែលទឹកមាត់របស់វាគឺជាពឹសមួយដូចគួរឲ្យខ្លាចនៅពេលដែលមានការខាំឬប្រឡាក់ទឹកមាត់របស់វាដែលទឹកមាត់របស់វាពេញទៅដោយពឹសនឹងធ្វើឲ្យសត្រូវមានការសន្លប់ភ្លាមហើយនេះក៏ជាសត្វទាំង9ប្រភេទដែលមានការវាយប្រហារយ៉ាងកាចសាហាវមួយនៅក្នុងវីដេអូនេះបើមានសម្ដីខុសឆ្គងកន្លែងណាសូមមេត្តាខន្តីអភ័យទោសសម្រាប់ថ្ងៃនេះខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀត